Hello អ្នកទាំងអស់គ្នាថ្ងៃនេះចង់មកសាកម៉ៃតម្លៃនេះទិញមកថ្មីអញ្ចឹងធ្វើ unboxing ហើយបញ្ចូលសលេងចូលក្នុងវីដេអូមកវីដេអូនេះថតយូរហើយថ្ងៃ day off របស់ខ្ញុំទៅលេងការងារអញ្ចឹងទៅក៏ណាត់ជាមួយបងស្រីហ្នឹងក៏នាំគ្នាហ្នឹងជិះទៅដើរលេងតាមកោតាមប្រាសាទអញ្ចឹងណាហើយគម្រោងដែលខ្ញុំទៅប្រាសាទហ្នឹងគឺអ្នកដែរទៅទេប្រាសាទហ្នឹងនៅរង្វង់ក្នុងតំបន់កោធំដែរដោយសារខ្ញុំមិនដែរចូលប្រាសាទអញ្ចឹងនៅក្នុងប្រាសាទតំបន់ហ្នឹងវានិយាយទៅគៀកនោះហ្នឹងតែយកចាប់អារម្មណ៍ថាខាងក្នុងវាមានប្រាសាទទេខាងតាមពិតនៅខាងក្នុងវាមានប្រាសាទពីរបីមានប្រាសាទចោមប្រាសាទដូនមាហើយនឹងកដកយក្សនៅក្នុងហ្នឹងដែរអញ្ចឹងអ្នកទាំងអស់គ្នាតាមដានជាមួយខ្ញុំទាំងអស់គ្នាថាខ្ញុំដើរទៅនេះផ្លូវនេះគឺបងស្រីខ្ញុំហ្នឹងគឺសំដៅទៅក្នុងប្រាសាទដូនមាហ្នឹងគឺទម្រង់នៃតួប្រាសាទហ្នឹងគឺវាបាក់បែកអស់ច្រើនដែរវាអត់សូវជានៅមានតួពេញប្រហែលនេះណាហើយប្រាសាទនេះក៏អត់សូវមានអ្នកមកស្គាល់មកលេងឲ្យច្រើនដែរព្រោះថាភាសានៅក្នុងព្រៃអញ្ចឹងដែរខាងនោះគឺជាប្រាសាទចោមហ្នឹងគឺទៅតែសាងសង់ឡើងវិញទេដោយសារលើកមុនហ្នឹងគឺបាក់បែកអត់មានរូបរាងម្ដងអញ្ចឹងទៅតែសាងសង់ឡើងវិញអានេះពួកខ្ញុំកំពុងតែដើរទៅក្នុងប្រាសាទដូនមាហើយដោយសារយើងអត់ស្គាល់អញ្ចឹងទៅយើងក៏ដើរចូលទៅមើលពីទម្រង់តួប្រាសាទហ្នឹងមានអីខ្លះព្រោះនិយាយទៅដើរលេងក្នុងប្រាសាទតាមប្រាសាទច្រើនដែរតែយើងអត់ដែរមកឃើញអញ្ចឹងណាយើងដើរអត់នៅក្នុងតំបន់អង្គរហ្នឹងវាមានប្រាសាទច្រើនរាប់ពាន់ប្រាសាទតែយើងស្គាល់អត់ទាន់អស់ទេអញ្ចឹងទៅលើកនេះមកលក្ខណៈចង់ដឹងចង់ឮថាក្នុងហ្នឹងមានអីគេខ្លះឃើញធ្លាប់តែឃើញពីចម្ងាយថាមានប្រាសាទតែយកដឹងថាឈ្មោះអីឥឡូវសាកចូលមកមើលសិនជាប្រាសាទក្នុងប្រាសាទហ្នឹងប្រាសាទដូនមាហ្នឹងវាមានលក្ខណៈបែបម៉េចខ្លះមើលអ្នកទាំងអស់គ្នាជួយមើលតម្រង់ហ្នឹងវាអាចជាមើលទៅវាទុបទ្រោមអស់ខ្លះតែនៅទទួលនៅខឿនអីចឹងណាខាងលើហ្នឹងគឺបាក់បែកអស់ខ្លះហើយចាំមើលខាងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលខាងលើតាមខ្ញុំមកទាំងអស់គ្នាឥឡូវខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលខាងលើនៃតួប្រាសាទនេះខាងលើវាទៅខាងលើដំបូលអីគឺបាក់បែកអស់នៅសល់តែតួមានទ្វារមានអីចឹងទេឥឡូវខ្ញុំដើរមកជុំដើម្បីឲ្យអ្នកទាំងអស់គ្នាមើលទាំងអស់គ្នាប្រាសាទនេះព្រៃជ្រៅហ្មងពីច្រើនគេទៅតាប្រាសាទឯនេះជាប់នឹងផ្លូវនេះរៀងនៅឆ្ងាយទៅនៅក្នុងព្រៃជ្រៅអ្នកទាំងអស់គ្នានៅក្នុងតួប្រាសាទនេះមានលឹងព្រះឥសូរដែរនេះគឺមានតម្កល់នៅក្នុងប្រាសាទហ្មងមិនដឹងថាពីជំនាន់មកលឹងព្រះឥសូរហ្នឹងនៅក្នុងហ្នឹងឬក៏វាបាក់បែកអស់ហើយគេយកទៅដាក់ទៅនឹងសិនទេនេះគឺជាជុំវិញនៃតួប្រាសាទហ្នឹងហើយដោយសារខ្ញុំដើរឡើងដើរមកជុំនៃតួប្រាសាទហ្នឹងមកផ្លូវមានអត់ដើរទេចាសុកចិត្តដើរចុះទៅដើរទៅដាក់ទៅដួលបែបហ្នឹងហើយដោយសារប្រាសាទហ្នឹងនៅក្នុងនិយាយទៅព្រៃមិនថាព្រៃវាដុះចិត្តអស់ហើយអ្នកដែលសម្អាតអ្នកមើលថែអ្នកថែសាទនៅហ្នឹងគេបោកគេឃ្លៀនអីមានស្លឹកឈើមានអីចឹងគេឃ្លៀនឲ្យបានស្អាតណានេះជាតួប្រាសាទហ្នឹងនៅខាងមុខចឹងណាហើយនេះមួយទៀតខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលប្រាសាទមួយទៀតហើយនៅក្បែរគ្នានឹងឯងគឺប្រាសាទកណ្ដក់យក្សនេះនិយាយទៅអត់ដែរលឺសោះហ្មងតពេលម្ដងហ្នឹងបានឃើញថាពងឆ្ងល់ដែរតើខ្ញុំផុសហ្នឹងទៅគេឆ្ងល់ដែរថាមានប្រាសាទកណ្ដក់យក្សពេលខ្លះយកតែពាក្យដែលខ្ញុំនិយាយសរសេរខាប់សិនហ្នឹងទៅជាលេងសាច់វិញដោយសារពួកគាត់ដែរស្គាល់ហើយដែរមកដល់ទេអញ្ចឹងខ្ញុំមកដល់ក៏ខ្ញុំថតឲ្យ review ឲ្យអ្នកទាំងអស់គ្នាមើលថាយើងមានប្រាសាទហ្នឹងមែនហើយតួប្រាសាទហ្នឹងគឺបាក់បែកអស់ហើយមើលទៅតែខឿនហើយចាំងតិចទេនៅជាប់ជាមួយនឹងដើមឈើមួយអញ្ចឹងណាវាអត់មានអីច្រើនអញ្ចឹងវាបាក់បែកអស់ប៉ុន្តែវានៅទូខឿនអាចឲ្យយើងសម្គាល់បានហើយផ្លាកមិញហ្នឹងគឺឈ្មោះប្រាសាទកណ្ដក់យក្សនៅក្បែរនឹងប្រាសាទដូនមាដូចគ្នានៅក្បែរហ្នឹងបើខ្ញុំមិនដើរមកដល់ប្រាសាទដូនមាក៏ខ្ញុំបានឃើញប្រាសាទមួយនេះដែរចៃដនអីគឺដើរមកគឺឃើញតែម្ដងហើយនេះខ្ញុំបន្តដំណើរទៅប្រាសាទមួយទៀតនៅរង្វង់ហ្នឹងគឺមានប្រាសាទ3នៅជាប់គ្នាតែម្ដងហើយប្រាសាទមួយនេះដែរក៏ខ្ញុំអត់ដែរមកដល់ដែរប្រាសាទនេះគឺនៅជាប់គ្នាតែម្ដងនៅនឹងអ្នកទាំងអស់គ្នាប្រាសាទនេះគេហៅថាប្រាសាទតាទួតនិយាយទៅគឺអត់ដែរស្គាល់ហ្មងតពេលមកដល់ហើយមិនដឹងថាតាមពិតគឺមានប្រាសាទមួយទៀតនៅនឹងប្រាសាទនេះរៀងធំជាងប្រាសាទកណ្ដក់យក្សហើយនឹងប្រាសាទដូនមាមិញជាងអញ្ចឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលនៃខាងលើឬជុំវិញប្រាសាទនឹងទាំងអស់គ្នាចាឥឡូវខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឡើងទៅមើលនៃតួប្រាសាទនៅខាងលើតើវាបាក់បែកហើយខូចខាតអស់កម្រិតណាដែរប៉ុន្តែបាក់បែកមែនប៉ុន្តែនៅជួសជុលអីបានឡើងវិញតែនេះនៅល្អតួល្អគ្រាន់បើជាងប្រាសាទកណ្ដក់យក្សមិញប្រាសាទកណ្ដក់យក្សមិញគឺតួសឹងតែខូចខាតអស់ជាច្រើនហ្មងអានេះអាចយើងនៅមានខឿនមានអីមានខាងលើមានដបូលមានអីចឹងណាខ្ញុំនឹងដើរមកជុំឲ្យអ្នកទាំងអស់គ្នាមើលនៃតួប្រាសាទតាទួតមួយនេះនិយាយទៅបើមិនដើរចូលមកជ្រៅទេក៏យកដឹងថាមានប្រាសាទនៅខាងក្នុងហ្នឹងដែរអ្នកទាំងអស់គ្នាពេលមកលេងក្នុងខេត្តសៀមរាបក៏ភ្លេចមកលេងផងព្រោះនៅប្រាសាទមួយនេះស្ងប់ស្ងាត់អត់សូវមានអ្នកមកលេងទេមើលទៅវានេះអត់សូវមានអ្នកមកលេងហ្មងបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ពេលមកសៀមរាបអីសូមដើរពិនិត្យមើលព្រោះនៅក្នុងខេត្តសៀមរាបយើងមានប្រាសាទច្រើនណាស់យើងអាចមើលដើរបានទាំងអស់ទេហើយណាមួយយើងដើរតែខាងមុខអញ្ចឹងឃើញតែខាងមុខយើងដើរលេងតែខាងមុខថតរូបតែខាងមុខយកដឹងថានៅតំបន់នៅជុំវិញហ្នឹងមានប្រាសាទអីគេខ្លះហើយនេះមួយទៀតគឺប្រាសាទចោមដែលខ្ញុំមកពីដំបូងមិញហើយមុនហ្នឹងហើយខ្ញុំទាញចាប់កាមេរ៉ាថតយក
នេះហើយគឺប្រាសាទជោមដែលទៅតែជួសជុលឡើងវិញ